សួស្តីអ្នកនរគ្នាឥឡូវនេះម៉ោង3ហើយខ្ញុំយប់នេះប្រហែលជាអត់ដេកទេមើលទៅពីព្រោះដេកឆ្អែតមកប្រាវហើយឡើងមកឆ្លៀតផឹកកាហ្វេទៀតអញ្ចឹងប្រហែលជាអត់បានដេកទេខ្ញុំចង់ធ្វើវីដេអូនេះយូរដែរហើយជាពិសេសតាំងពីពេលដែលខ្ញុំទើបតែឈប់ធ្វើការដំបូងក៏តែពេលហ្នឹងរៀងខ្ជិលផងហើយយើងមិនតាន់ថារៀបចំអ្វីដែលចង់ធ្វើឲ្យបានចាអត់ហ៊ានធ្វើទេខ្លាចធ្វើទៅថាយើងនឹងនិយាយបានតែមាត់តែឥឡូវនេះខ្ញុំឈប់បានចិត្ត2ឆ្នាំហើយអញ្ចឹងវាយូរគ្រាន់បើដែរខ្ញុំគិតថាខ្ញុំអាចធ្វើបានហើយវីដេអូនេះខ្ញុំធ្វើសម្រាប់អ្នកដែលចង់ហក់ចេញពីការងារខ្លួនឯងហើយមកចាប់ផ្ដើមមុខរបរអ្វីក៏ដោយឲ្យធ្វើដោយខ្លួនឯងអញ្ចឹងខ្ញុំចែកវីដេអូនេះជា3ចំណុចទី1តាក់ទងនឹងថាពេលណាដែលយើងគួរឈប់ហើយមុននឹងឈប់យើងគួរធ្វើអីគេខ្លះហើយក្រោយមកទៀតក៏យើងគួរត្រៀមចិត្តយើងដោយរបៀបណាអានេះភាគច្រើនគឺជាកលឹះដែលខ្ញុំធ្វើខ្លួនឯងណាថាខ្ញុំប្រើពាក្យកលឹះចោះតែតាមពិតហ្នឹងជាអ្វីដែលខ្ញុំធ្វើអញ្ចឹងពេលណាដែលត្រូវឈប់បើសិនជាយើងនិយាយពីមនុស្សដែលមានហេតុផលមនុស្សដែលចេះប្រយ័ត្នប្រយែងខ្លួនគេឈប់ពេលណាដែលគេមានលុយត្រៀមគ្រប់គ្រាន់ហើយអញ្ចឹងបើសិនជាលុយដែលត្រៀមហ្នឹងអត់ទាន់គ្រប់ទេគឺគេទ្រាំទៅធ្វើការរហូតដូចជាមិត្តភ័ក្ដិខ្ញុំមួយដែលទៅតែឈប់ធ្វើការដែរគាត់ថាគាត់ត្រៀមលុយដើម្បីចាយក្នុងរយៈពេល1ឆ្នាំបើសិនជាគាត់មិនអាចរកការងារថ្មីបានតែគាត់ឈប់ពីការងារមកធ្វើការងារណាគាត់មិនមែនធ្វើខ្លួនឯងទេ1ឆ្នាំគឺយូរពេកហើយអ្នកនរគ្នាគ្មានអ្នកណាគេធ្វើដល់1ឆ្នាំទេយ៉ាងច្រើនណាស់គេធ្វើតែ3ខែឬក៏6ខែទេលៀងបកមកយើងវិញបើសិនយើងចង់ឈប់ធ្វើការមកធ្វើការខ្លួនឯងតែយើងគួរឈប់នៅពេលណាតាមយោបល់របស់ខ្ញុំមិនមែនសមហេតុផលទេឈប់នៅពេលដែលចិត្តយើងលែងចង់ទៅធ្វើការហើយមិនខ្ជិលទេណាគឺយើងអស់អារម្មណ៍ជាមួយនឹងការងារហ្នឹងគឺយើងឈប់ទៅពីព្រោះនៅពេលដែលអ្នកនរគ្នាផ្ដោតទៅលើអារម្មណ៍ធុញថប់នឹងខ្លាំងពេកអ្វីយើងធ្វើហ្នឹងក៏វាមិនបានល្អដែរយើងគ្រាន់តែខាតពេលជាមួយនឹងកន្លែងការងាររបស់យើងទេយើងក៏ខាតគេក៏ខាតដែរយើងធ្វើអីអត់បានទេដូចខ្ញុំមុនពេលទៅឈប់អញ្ចឹងគឺធ្វើការអត់សូវពេញដៃពេញជើងទេព្រោះយើងអត់មានអារម្មណ៍ទៀតផងយើងអត់ដឹងថាគួរប្រឹងធ្វើដើម្បីអីទៀតហើយដោយសារតែជាប់កុងត្រាព្រោះយើងជាបុគ្គលិកចាស់យើងត្រូវធ្វើការគ្រប់1ខែ2ខែអញ្ចឹងយើងអត់អាចឈប់បានភ្លាមទេព្រោះបកគោម្ដងខ្ញុំចង់ឈប់ភ្លាមចង់ដាក់ពាក្យឈប់ថ្ងៃហ្នឹងស្អែកឈប់យកមកគ្រាន់តែវាខុសច្បាប់ការងារអញ្ចឹងនៅពេលណាដែលអ្នកនរគ្នាមានអារម្មណ៍ថាទៅលេងរួចទេមើលទៅការងារហ្នឹងគឺអត់មានសង្ឃឹមស្អីសម្រាប់ខ្លួនយើងទៀតទេហើយគេហ្នឹងក៏គេចាប់ផ្ដើមមើលឃើញថាយើងទៅលេងរួចដែរអញ្ចឹងយើងដាក់ពាក្យឈប់ទៅហ្នឹងដើម្បីល្អទាំងអស់គ្នាលុយកាក់ប្រហែលជាអាចខ្វះខាតហើយបើសិនជាអ្នកនរគ្នាចាយធំពេលដែលមានប្រាក់ខែដូចខ្ញុំចាយសាហាវពេលដែលមានប្រាក់ខែដល់ពេលចិត្តឈប់ហើយបានយើងចាប់ផ្ដើមភ័យអញ្ចឹងបើសិនជាយើងជាមនុស្សដែលចាយសំចៃវាអត់បញ្ហាទេចំពោះខ្ញុំនិយាយពីមូលហេតុទីសិនថាហេតុអីអានេះវាតាក់ទងជាមួយនឹងផ្លូវចិត្តខ្ញុំអត់ចង់និយាយស៊ីជម្រៅដូចជាយើងផ្ដោតលើការវិបស្សនាពេកទេតែព្យាយាមរក្សាចិត្តយើងនឹងកុំឲ្យវាធុញថប់រហូតពេកមុនពេលដែលខ្ញុំឈប់ហ្នឹងអ្នកដែលនៅកន្លែងធ្វើការជាមួយគ្នាហ្នឹងគាត់ប្រាប់ខ្ញុំដែរថាគាត់ឃើញខ្ញុំអត់ដូចពីមុនទេថាមកធ្វើការយើងឃើញទឹកមុខយើងហ្នឹងគឺអត់មានចង់មកធ្វើការទេគាត់អាចមើលឃើញហើយអញ្ចឹងគាត់ក៏មិនសូវហ៊ាននិយាយមិនសូវហ៊ានលេងសើចអីទៀតដែរបើសិនជាអ្នកនរគ្នាជួបបញ្ហាហ្នឹងហើយអាហ្នឹងគឺដល់ពេលដែលយើងចេញហើយមួយទៀតតាក់ទងជាមួយនឹងការឈប់មកធ្វើខ្លួនឯងនេះយើងមានអារម្មណ៍មួយថាបើសិនជាឈប់ទៅគឺយើងមិនរកការងារថ្មីទេអានោះបានន័យយើងធុញទ្រាន់ជាមួយនឹងការធ្វើការឲ្យគេហើយខ្ញុំគិតថាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើជាតកែខ្លួនឯងទេក៏ប៉ុន្តែវាមានពេលមួយដែលមនុស្សមួយចំនួនគាត់ចាប់ផ្ដើមមានអារម្មណ៍បែបហ្នឹងអ្នកដែលចេញមករកស៊ីខ្លួនឯងមួយណាក៏គេគិតបែបហ្នឹងដែរគេមានអារម្មណ៍មួយហ្នឹងថាអត់ធ្វើការគេការទេដូចជាមីងខ្ញុំអញ្ចឹងគាត់ពីមុនធ្វើគ្រូនៅសាលារដ្ឋហើយដល់ពេលដែលថ្ងៃមួយគាត់ថាគាត់អត់ចង់ធ្វើការនៅកន្លែងហ្នឹងទៀតទេគាត់សុកចិត្តមកលក់ទឹកអំពៅនៅមុខចើមថ្នល់ពីព្រោះគាត់គិតថាធ្វើខ្លួនឯងហ្នឹងវាល្អជាងតែធ្វើការគេស្ដីឲ្យខ្ញុំធ្វើការរឿងស្ដីឲ្យហ្នឹងវាមិនសូវមានទេគ្រាន់តែយើងវា
mình aiធ្វើអីតាមចិត្តបានរបស់ដែលយើងចង់ធ្វើហើយយើងគិតថាមានប្រយោជន៍ដល់ក្រុមហ៊ុនគេមើលអត់ឃើញដល់ពេលអញ្ចឹងយើងចេះតែទាស់តែងគ្នាច្រើនធ្វើឲ្យចាប់ដើម stress ពីកន្លែងហ្នឹងមកដល់ពេលយូរទៅខ្ញុំគិតថាក្រុមហ៊ុនគេតាទៅខំប្រឹងដើម្បីស្អីឆ្លោះជាមួយមេឆ្លោះជាមួយអ្នកផ្សេងទៀតដើម្បីអីគេអញ្ចឹងក៏ឈានទៅដល់អាការឈប់ហ្នឹងទៅអញ្ចឹងចំពោះការត្រៀមខ្លួនអ្នកនរគួរយល់ហើយគួរដឹងខ្លួនឯងថាពេលណាដែលយើងគួរតែឈប់មុនពេលឈប់នេះជាយោបល់របស់ខ្ញុំទេជៀសវាងបង្កើតបករឿងជាមួយអ្នកណាក្រោយនៅក្នុងកន្លែងការងារហ្នឹងពីព្រោះវាលែងចាំបាច់ទៀតហើយអ្នកនរអាថ្ងៃចុងក្រោយដែលយើងទៅធ្វើការហ្នឹងគួរតែជាពេលដែលសบายអស់គ្នាទៅចងចាំគ្នាជាលើកចុងក្រោយទៅព្រោះយើងមិនប្រកាសថាបានជួបពួកគាត់ទេព្រោះយើងដឹងហើយអ្នកធ្វើការជាមួយគ្នាមិនមែនជាមិត្តភក្តិទេជាអ្នកដែលចូលរួមនៅក្នុងបច្ចេករួមគ្នាដែលគេជួលទៅហ្នឹងអញ្ចឹងបើសិនជាបានជួបគ្នាក៏វាល្អបើសិនជាមិនបានទេអាពេលចុងក្រោយយើងហ្នឹងគួរតែធ្វើឲ្យបានល្អទៅហើយមួយទៀតដែរជាមួយនឹងក្រុមហ៊ុនជៀសវាងបករឿងដែរពីព្រោះយើងអត់ដឹងថាតើគេមានកំហុសអីរបស់យើងខ្លះដែលវាអាចឈានទៅដល់ការប្តឹងផ្តល់គ្នាអារឿងទាំងអស់នេះគឺគួរតែជៀសវាងទៅខ្ញុំធ្លាប់មានអ្នកដែលគាត់ឆាតមកសួរគាត់តាក់ទងនឹងការឈប់ហ្នឹងដែរគាត់សួរថាបើសិនជាមេអត់ព្រមឲ្យឈប់ហើយដាក់ពាក្យឈប់ខ្លួនឯងដល់រយៈពេលត្រូវឈប់តើអាចឈប់បានឬអត់ខ្ញុំចង់ឲ្យយោបល់ថាគួរតែឈប់ទៅពីព្រោះតាមច្បាប់ការងារគឺគេរាប់អញ្ចឹងមែនតែចេះតែខ្លាចមួយថាគេមានកុងត្រាចងជើងយើងព្រោះខាងក្រុមហ៊ុនគេមានធនធានច្រើនដើម្បីសកត់បុគ្គលិកអញ្ចឹងយើងប្រយ័ត្នរឿងពីហ្នឹងទៅនៅពេលដែលអ្នកនរឈប់ហើយអានេះជារបៀបដែលខ្ញុំធ្វើព្រោះពេលដែលយើងមកធ្វើការឲ្យខ្លួនឯងនេះយើងត្រូវការបើនិយាយពី motivation ណាយើងត្រូវការច្រើនមែនតើយើងអាចខ្ជិលបានទេបើមិនយើងនៅធ្វើការគេយើងខ្ជិលក៏បានប្រាក់ខែដែរតែដល់ពេលដែលយើងធ្វើការខ្លួនឯងហ៊ានតែខ្ជិលមកមិនដាច់បាយហើយបើមិនជាមានគ្រួសារដូចខ្ញុំទៀតកាន់តែពិបាកយើងត្រូវគិតពីអ្នកដែលគេរំពឹងលើយើងផងអញ្ចឹងវិធីរបស់ខ្ញុំគឺងាយទេគឺខ្ញុំប្រើប្រាស់អាការបច្ឆេះខ្លួនឯងយើងចេះតែដុតបច្ឆេះខ្លួនឯងរហូតអីចង់ធ្វើអីមួយកុំឲ្យនៅស្ងៀមអ្នកខ្លះគាត់គិតថាឈប់ធ្វើការឲ្យគេអញ្ចឹងទៅយើងអាចមានពេលវេលាតនេច្រើនតែបើសិនយើងតនេច្រើនពេកយើងអត់មានសម្រេចផលអីបានទេបែបហ្នឹងគឺមុននឹងក្រោយគង់តែរត់ទៅធ្វើការវិញទេអញ្ចឹងវាអាចអ្នកនរគ្នាអាចជ្រើសពាក្យសម្ដីណាមួយដែលជួយដាស់តឿនខ្លួនយើងអ្នកខ្លះគេមានជា inspirational quote គេបិទនៅក្នុងបន្ទប់គេអ្នកខ្លះទៀតសាក់នៅលើដៃអញ្ចឹងដើម្បីរំលឹកខ្លួនឯងសម្រាប់ខ្ញុំវាស្ដាប់ទៅគឺគួរឲ្យអស់សំណើចដែរសម្រាប់ខ្ញុំគឺពាក្យចុងក្រោយដែលខាង HR របស់ខ្ញុំគាត់និយាយប្រាប់គាត់ថាខ្ញុំបើសិនជាអស់ពីក្រុមហ៊ុនទៅក៏គ្មានធ្វើស្អីកើតដែរព្រោះថ្ងៃហ្នឹងបានក្រុមហ៊ុនទេបានជាអាចធ្វើការបានប៉ុណ្ណឹងបានប្រាក់ខែប៉ុណ្ណឹងអញ្ចឹងសម្ដីនេះខ្ញុំគិតថាគាត់និយាយលេងទេហើយខ្ញុំដឹងថានិយាយលេងទេប៉ុន្តែខ្ញុំធ្វើជាខឹងខ្លាំងដើម្បីឲ្យបច្ឆេះខ្លួនឯងយកសម្ដីហ្នឹងបច្ឆេះខ្លួនឯងដាក់ពាក្យឈប់មកព្រោះមុនពេលដែលខ្ញុំឈប់នេះខ្ញុំចង់ឈប់ច្រើនដងហើយគ្រាន់តែយើងមិនហ៊ានយើងនៅតែខ្លាចមុខខ្លាចក្រោយដល់អញ្ចឹងលើកហ្នឹងគឺខ្ញុំយកពាក្យហ្នឹងមកដាក់ពាក្យឈប់ហើយខ្ញុំចាំបានពេលហ្នឹងគឺពេលព្រលឹមឡើងខ្ញុំជិះម៉ូតូទៅធ្វើការហ្នឹងពេលព្រឹកជិះម៉ូតូនោះគឺពាក្យហ្នឹងគឺនៅលើក្នុងត្រចៀករហូតអានេះគឺយើងកំពុងតែដុតបច្ឆេះខ្លួនឯងឲ្យពាក្យហ្នឹងវាទៅជាហេតុផលធំមួយដែលឲ្យយើងត្រូវតែឈប់អត់អាចនៅបានទេព្រោះគេកំពុងតែមើលងាយយើងតែខ្ញុំអត់ខឹង HR ខ្ញុំទេខ្ញុំដឹងថាគាត់និយាយលេងទេប៉ុន្តែសម្ដីដែលគាត់និយាយលេងហ្នឹងគឺជាអត្តន័យដែលក្រុមហ៊ុនវាតម្លៃបុគ្គលិកហើយខ្ញុំគិតថាប្រហែលជាមេខ្ញុំ CEO ខ្ញុំនឹងប្រហែលជាធ្លាប់និយាយពាក្យហ្នឹងដែរបានជាគាត់លឺហើយគាត់យកមកនិយាយទៅតែនឹងវាជារឿងធម្មតាទេអ្នកនេះក្រុមហ៊ុនបរទេសដែលគេមកស្រុកខ្មែរយើងគឺគេគិតបែបហ្នឹងគេគិតថាគេមកជួយខ្មែរយើងតែពិតគេមករកប្រាក់ចំណេញទេដោយសារយើងមានកម្លាំងពលកម្មថោកហើយងាយស្រួលក្នុងការប្រើយើងមិនសូវចេះតវ៉ាច្រើនអញ្ចឹងវាស្រួលអញ្ចឹងដល់ពេលដែលខ្ញុំឮខ្ញុំប្រើពាក្យហ្នឹងដើម្បីឲ្យខ្លួនឯងប្រឹងមកដល់ឥឡូវហ្នឹងក៏នៅតែប្រើពាក្យហ្នឹងដែរព្រោះពេលណាដែលយើងគិតថាដូចខ្ជិលអញ្ចឹងទៅយើងនឹកឃើញសម្ដីដែលគេធ្លាប់និយាយអញ្ចឹងវាដាស់តឿនយើងកុំឲ្យខ្ជិលវិញបើសិនជាយើងអត់ប្រឹងខ្លួនឯងទេពេលដែលចេញមកធ្វើហ្នឹងគឺគេចាំតែសើចយើងទេឲ្យតែយើងធ្វើអត់កើតគឺគេសើចយើងហើយព្រោះដូចតែអ្វីដែលគេនិយាយយ៉ាងថាយើងមិនអាចអត់ពីក្រុមហ៊ុនគេបានទេ
ខ្ញុំបញ្ជាក់បន្តិចអាការយើងដុតបច្ចេកខ្លួនឯងនេះអ្នកខ្លះគេហៅ motivate ខ្លួនឯងណាកុំធ្វើដោយសារតែយើងស្អប់គេកុំធ្វើដើម្បីបង្ហាញគេថាណែអញធ្វើបានប៉ុណ្ណេះកុំយើងគ្រាន់តែខ្ចីអាសម្ដីគេខ្ចីអ្វីដែលគេធ្វើហ្នឹងមករុញខ្លួនយើងបានហើយអត់បាច់ខ្វល់ថាត្រូវតែទៅបង្ហាញគេប្រាប់គេថាយើងធ្វើបានប៉ុណ្ណាទេយើងធ្វើស្ងាត់ខ្លួនឯងទៅធ្វើមិនឲ្យតែចេញរបស់ដែលយើងចង់បានហ្នឹងបើសិនជាយើងនៅតែព្យាយាមចង់បង្ហាញថាគេគិតខុសលើយើងអាហ្នឹងគឺយើងរស់នៅដើម្បីគេទេយើងអត់ធ្វើដើម្បីខ្លួនឯងទេបើយើងធ្វើដើម្បីខ្លួនឯងយើងខ្ចីអាពាក្យគេហ្នឹងទោះបីពាក្យហ្នឹងគេមិនមែននិយាយចំមុខយើងក៏ដោយឬក៏គេមិនមានបំណងថាយើងក៏ដោយយើងអាចខ្ចីបានធ្វើមិនឲ្យតែខ្លួនយើងហ្នឹងវាឆេះឈួរទៅពីព្រោះមនុស្សយើងពេលខ្លះតើវារៀងស្រួលពេកអត់មានអ្នកចាំត្រួតពិនិត្យយើងទៅជាប្រឡែងដៃដល់ពេលដែលប្រឡែងដៃគឺយើងបាត់បង់សន្ទុះដែលយើងប្រឹងពីដំបូងហ្នឹងមកហើយដូចពេលខ្ញុំធ្វើ channel YouTube ដំបូងអញ្ចឹងគឺប្រឹងធ្វើជាប់គ្នាប៉ុន្តែដល់រៀងយូរបន្តិចទៅរៀងធ្លាក់ដៃខ្ញុំធ្លាក់ដៃដូចជាប្រហែលខែទេអញ្ចឹង channel វាធ្លាក់ច្រើនទៅតាមហ្នឹងដែរតែយើងចេះតែអាចទាញខ្លួនឯងមកវិញបានអញ្ចឹងអានេះគឺជាចំណុចសំខាន់ណាស់ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងនៅក្នុងវីដេអូហ្នឹងគឺយើងត្រូវតែបច្ចេកខ្លួនឯងរកវិធីបច្ចេកខ្លួនឯងហើយខ្ញុំគិតថាគ្មានអីដែលអាចបច្ចេកយើងបានល្អជាងសម្ដីដែលគេមើលស្រាលយើងឬក៏បាត់ជាសម្ដីរបស់អ្នកណាមកចំយើងផ្ទាល់ទេសម្ដីដែលគេមើលស្រាលអ្នកដទៃក៏ដោយក៏យើងអាចយកកន្លែងហ្នឹងមកដាក់នៅលើខ្លួនយើងហើយប្រឹងប្រែងនៅខ្លួនឯងដែរឥឡូវចូលមកដល់ចុងក្រោយគេខ្ញុំចង់និយាយអំពីបទពិសោធន៍ខ្ញុំខ្លួនឯងដល់ពេលយើងចេញមកធ្វើការក្នុងរយៈពេល1ឆ្នាំជាងហ្នឹងបើនិយាយត្រង់ខ្ញុំគិតថាខ្លួនឯងរីកចម្រើនលឿនពីអាចថាលឿនក៏បានដែរក៏ប៉ុន្តែវាមិនមែនលឿនគ្រប់ផ្នែកទេពីព្រោះផ្នែកខ្លះយើងនៅតែព្យាយាមសាកល្បងដដែលឥឡូវនេះខ្ញុំមានជាថ្នាក់បង្រៀនហើយសភៅរបស់ខ្ញុំក៏មានច្រើនដែរដែលខុសពីដំបូងពេលដែលឈប់ដំបូងគឺមានសភៅតែមួយចំណងជើងទេហើយខ្ញុំប្រាប់ប្រពន្ធខ្ញុំនិយាយដដែលថាហងៃនេះបាក់លក់ដោយសារយើងមានសភៅតែមួយក្បាលអត់ដឹងលក់មិនដល់ពេលឥឡូវសភៅមានច្រើនហើយអត់មានពេលលក់បណ្ដោយឡៃតែជាប់ធ្វើវីដេអូជាប់ធ្វើអីផ្សេងខ្ញុំគិតថាហងៃនេះរីកចម្រើនគ្រាន់តែវាមិនមែនរីកចម្រើនផ្នែកលុយកាក់ទេវារីកចម្រើនផ្នែកផ្សេងដូចជាការបង្កើតរបស់យើងជាសេវាកម្មជា library មេតិកាអញ្ចឹងហើយមួយទៀតបើសិនជាសួរខ្ញុំថាតើវា stress រហូតវាពិបាកឬក៏អត់ពេលយើងធ្វើអញ្ចឹងដូចគ្នាវា stress ប៉ុន្តែវាខុសគ្នាពី stress នៅក្នុងការងារនៅពេលដែលយើងធ្វើការយើង stress មែនប៉ុន្តែយើងដូចជាអត់ដឹងថា stress ដើម្បីអីដល់ពេលដែលយើងមកធ្វើខ្លួនឯងនេះយើង stress តែយើងមាន stress ដែលមានគោលបំណងគេហៅ purposeful យើងដឹងថាយើងកំពុងតែធ្វើអីហើយហេតុអីបានជាយើងត្រូវ stress ត្រូវគិតពីហ្នឹងរាល់ថ្ងៃលើកខ្ញុំឧទាហរណ៍មួយដូចគំនិតតាក់ទងជាមួយនឹងការធ្វើ channel វិភាគរឿង premium នេះដែលខ្ញុំឆាចលុយគេហើយចូលទៅមើលស្ដាប់ podcast និងអានសភៅអានអត្ថបទហ្នឹងខ្ញុំដេកគិត3-4 យប់ដេកអត់លក់ទេយប់ឡើងហ្នឹងគឺដេកចឹងចេះអង្គុយគិតខ្លួនឯងពីព្រោះមានអ្នកដែលគាត់ធ្លាប់រៀនជាមួយខ្ញុំហ្នឹងគាត់មកប្រាប់ខ្ញុំថាហេតុអីបានជាអត់ព្រមសាកល្បងធ្វើ subscription អញ្ចឹងខ្ញុំចេះតែដេកគិតរហូតហើយហ្នឹងគឺ stress ពេលថ្ងៃគឺយើងគិតអត់ចេញទេយើងនៅឆ្ងល់ថាគួរធ្វើពីអីណោះចេះតែឆ្ងល់ខ្លួនឯងដល់ពេលដែលសម្រេចថាធ្វើអាហ្នឹងហើយអាហ្នឹងចាំមើលថាតើមានគេចូលរួមដល់ពេលដែលមានគេចូលរួមអា stress ហ្នឹងវាទៅបាត់ហើយបានន័យថាយើងគំនិតហ្នឹងវាចាប់ផ្ដើមដើរហើយអញ្ចឹងយើងគួរតែប្រឹងរុញវាម្ដងយើង stress តែពេលដែលយើងគិតអត់តន់ចេញទេអានេះពេលដែលយើងធ្វើខ្លួនឯងបើយើងនៅធ្វើការគិតចេញក៏ stress ពេលប្រជុំក៏ stress ជួបមុខគ្នាក៏ stress ពេលបើថា stress តែរហូតដកតែពេលជប់លៀងស៊ីចុកជុំគ្នាទេដែលអត់ stress ហើយហ្នឹងគឺដូចជានៅវល់ជាមួយនឹងរឿងការងារ stress ហ្នឹងក្រុមហ៊ុនផ្សេងខ្ញុំមិនដឹងទេដោយសារតែខ្ញុំធ្វើការក្នុងក្រុមហ៊ុន IT ធ្វើ software អញ្ចឹងវា deadline វាគឺលឿនខ្លាំងពេកដល់ពេលដែលយើងនេះមានអារម្មណ៍ថាដូចធ្វើការនៅកន្លែងផលិតអាវុធអញ្ចឹងចេះតែ stress រហូតអញ្ចឹងហ្នឹងគឺជាចំណុចខុសគ្នាការ stress ជាមួយនឹងការងាររបស់គេហើយជាមួយនឹងការងារខ្លួនឯងហើយខ្ញុំគិតថា stress ជាមួយការងារខ្លួនឯងនេះវាល្អពីព្រោះយើង stress ហើយយើងស្កប់ស្កល់យើងពេញចិត្តជាមួយនឹងអ្វីដែលយើងធ្វើចេញមកទោះបីជាធ្វើបានទូចក៏ដោយប៉ុន្តែ
có vì scop score như này đôi lúc project channel premium bao nhiêu nữa miên nè cho room và hai toàn bàn pay nè thì tại hoàng ấy những trong thưa content đã cho nó cứ sờ bài chật để sao nó cứ chia là bọc luôn này hay mà do vì tập prep thiếp cho mỗi YouTube cứ khóc đi của YouTube dừng thưa video free đấy gặp ấy cứ nè thằng nó cứ quạt chụp này lôi đầm bay trôi mà mơ là bỏ giường trong vì sờ bài chật nâng ca stress tí phí tẹt tôn cho mỗi nâng ca plug đồ luôn ấy hoàng ấy nhưng cái tha luôn trong nó plug đồ tỉnh đòn ấy để vì muốn cứ chống chịu bộc lực trong tù vì thi vậy vì thi ấy chống cứ chịu bộc lực đại miên chùm điếng hay an từ lưu chùm điếng luôn này nè ở lấy khi mà cất chân thì nhưng cái thà vì miên là bọt sen thiết men tạiสมรรถភាពរបស់យើងមួយទេដើម្បីឲ្យគេគ្រប់គ្រងយើងឲ្យគេតាក់ទាញហ្នឹងវាអត់មែនចឹងទេមិនប្រកាសថាឲ្យយើងប្រកែគឺគេមានគេមកគ្រប់គ្រងទេចឹងយើងត្រូវប្រឹងលើអ្វីផ្សេងទៀតដូចជាការលក់ដូចជាការផ្សព្វផ្សាយការរាក់ទាក់ជាមួយអ្នកអតីទាំងអស់ហ្នឹងគឺត្រូវតែមានពីមុនខ្ញុំមិនសូវខ្វល់ទេអាជំនាញអស់ហ្នឹងព្រោះគាត់ថាមិនដឹងយកធ្វើអីព្រោះយើងមិនមែនជាអ្នកទៅចេញមុខរលុយទេគឺតកែយើងទេចេញមុខរលុយហើយគេចែកប្រាក់ខែយើងឥឡូវនេះគឺយើងអ្នកចេញមុខទៅរលុយដោយខ្លួនឯងបើយើងមិនចេះធ្វើទេវាអត់បានលុយអញ្ចឹងខ្ញុំចាប់ផ្ដើមបដូរហើយរាល់ថ្ងៃនេះវិធីដែលខ្ញុំបដូរងាយស្រួលបើសិនជាអ្នកណាមួយសួរខ្ញុំតាក់ទងនឹងអីមួយខ្ញុំចាប់ផ្ដើមគិតខ្លួនឯងថាឥឡូវនេះអញត្រូវឆ្លើយប៉ុន្តែឆ្លើយក្នុងនាមជាអ្នករកស៊ីម្នាក់ខ្ញុំចាត់ទុកខ្លួនឯងជាអ្នករកស៊ីចោះទោះបីជាមិនទាន់មានអីធំដុំក៏ដោយអញ្ចឹងបើសិនជាអ្នករកស៊ីគេត្រូវគិតថាតើធ្វើហ្នឹងចំណេញប៉ុណ្ណាហើយចំណេញក្នុងរយៈពេលវែងឬក៏ខ្លីហើយវាមានផលប៉ះពាល់អីខ្លះបើសិនពីមុនគឺខ្ញុំអត់គិតទេខ្ញុំគិតថាជាការសាកល្បងដើម្បីបានបទពិសោធន៍ធ្វើបច្ចេកអត់បានលុយក៏ធ្វើដែរពីព្រោះវាជាការសាកល្បងបានបទពិសោធន៍យកទៅអួតគេឥឡូវនេះខ្ញុំអត់សូវខ្វល់ពីរឿងទេខ្ញុំខ្វល់ថាតើធ្វើទៅចំណេញឬអត់ហើយវាចំណេញបានប៉ុណ្ណាហើយបន្តមកទៀតតើវាមានផលប៉ះពាល់អីខ្លះកាលពីម្សិលមិញនេះខ្ញុំទៅតែបដិសេធបច្ចេក e-learning មួយទេហើយមូលហេតុគឺដោយសារតែធ្វើអត់ទាន់ខ្ញុំមើលទៅគឺខ្ញុំអត់មានពេលដើម្បីដកខ្លួនដោយធ្វើបច្ចេក e-learning ទេបច្ចេកមួយយ៉ាងហោចណាស់ក៏ពេល2អាទិត្យដែរទើបអាចធ្វើរួចថាធ្វើមេរៀនមួយអាទិត្យធ្វើចេញជារូបរាងហ្នឹងមួយអាទិត្យទៀតពី2អាទិត្យតែមិនប្រកាសថា2អាទិត្យហ្នឹងធ្វើហើយត្រូវចិត្តគេ 100%ទេគេឲ្យយើងកែចោះកែឡើងខ្ញុំធ្លាប់មានបច្ចេកខ្លះអូសបន្លាយរហូតដល់2-3ខែទើបចប់អញ្ចឹងខ្ញុំបដិសេធនេះពីព្រោះមិនមែនដោយសារអត់បានលុយណាគឺបានលុយគេឲ្យយើងគិតម៉ោងគេព្រោះបច្ចេកតែគិតមកគឺបានថ្លៃក៏ប៉ុន្តែខ្ញុំមើលទៅឃើញថាវាប៉ះពាល់ទៅលើរបស់ដែលខ្ញុំកំពុងតែធ្វើផ្សេងទៀតបើខ្ញុំដកម៉ោងទៅធ្វើបច្ចេក2ឬក៏3អាទិត្យអត់មានអ្នកណាធ្វើ YouTube ទេហើយ YouTube ប្រកាសជាធ្លាក់ទៀតហើយធ្លាក់ view បន្តហើយ channel របស់ខ្ញុំដែលទៅតែធ្វើ channel premium នេះក៏អត់មានអ្នកណាធ្វើដែរអញ្ចឹងវាប៉ះពាល់ច្រើនវាមិនមែនតែយើងបានលុយហើយយើងរួចខ្លួនទេអាផលប៉ះពាល់លើ YouTube ហ្នឹងអាចទៅជាថ្ងៃក្រោយទៅ channel យើងធ្លាក់បាត់ហ្មងពលលុយដែលខ្ញុំរកបានពី YouTube នេះនៅតែជួយផ្គត់ផ្គង់បានច្រើនតែខ្ញុំមិនអាចបោះចោលបានទេហើយចុងអាទិត្យហ្នឹងខ្ញុំមានប្អូនខ្ញុំដែលឥឡូវនេះខ្ញុំជួវាមកធ្វើបុគ្គលិក part time ហើយជួយកាត់វីដេអូអញ្ចឹងត្រូវ level អង្គុយបរៀនវាទៀតហើយបើសិនជាយើងទៅធ្វើ e-learning បាត់បានអ្នកណាគេជួយបរៀនដល់ពេលដែលខ្ញុំឃើញផលប៉ះពាល់ច្រើនពេកអញ្ចឹងអាលុយចំណេញតែពីបច្ចេកភ្លាមហ្នឹងគឺវាមើលទៅអត់អាចប្រើការកើតទេអញ្ចឹងអាកន្លែងនេះខ្ញុំចង់ប្រាប់អ្នកនរគ្នាបើសិនជាយើងឈប់ធ្វើការឲ្យគេហើយចេញមកធ្វើការដោយខ្លួនឯងចាប់ផ្ដើមគិតថាខ្លួនយើងគឺជាអ្នករកស៊ីគិតឲ្យដូចអ្នករកស៊ីនិយាយឲ្យដូចអ្នករកស៊ីតែមិនបាច់បាយទឹកអីមិនបាច់ដូចអ្នករកស៊ីថាយើងកាត់បន្ថយចំណាយទេមិនបាច់ទេអានឹងនាំបាក់កម្លាំងទេដល់ពេលដែលយើងបដូរអាការគិតខ្លួនឯងទៅជាមនុស្សមួយផ្សេងទៀតហ្នឹងរបៀបធ្វើការរបស់យើងគឺផ្លាស់ប្ដូរហើយយើងដឹងថាយើងត្រូវចំណាយពេលវេលាបែបណាបើខ្ញុំបើសិនជាប្រៀបធៀបថាមួយឆ្នាំអីមើលអត់សូវឃើញកន្លែងដែលខ្លួនឯងខុសគ្នាពីមុនទេតែបើសិនជាបកក្រោយត្រឹមតែ3ឆ្នាំចាប់ដើមមើលឃើញអូពីមុនយើងធ្វើអញ្ចឹងខាតពេលខាតលុយឥឡូវនេះទៅតែមើលឃើញហ្នឹងទី2តាក់ទងនឹងការផ្លាស់ប្ដូររបៀបគិតរបៀបអីទៅជាអ្នករកស៊ីទៅ
mình thấy nè nó như thôi chỉ freelancer cái đó rồi còn tại thôi content là bây họ lôi lôi YouTube cái đó thời kết tắc luôn dương chỉ nè rồi gì là bỏ đại dương cặp bông là thôi cứ chỉ là tập ho rồi có sự bà cảm đặc biệt là dương cần chẳng dương ao chùm lại từ lừa bỏ đại dương thôi đang can từ kháng hay là pe bìa là dương chùm này nó việc can tại miền Bắc tập hiệpแล้วខ្ញុំឧទាហរណ៍ឲ្យងាយយល់ចុះបើសិនជាអ្នកគ្នាចេញមកថាធ្វើមេតិកាពេញម៉ោងហើយយើងអត់ចាត់ទុកខ្លួនឯងជាអ្នករកស៊ីទេយើងទុកខ្លួនឯងជាអ្នកធ្វើមេតិកា content creator អញ្ចឹងយើងគ្រាន់តែ create content ឲ្យបានជា content ដល់ពេលដែលអ្នករកស៊ីគេគិតចឹងឯងគេបង្កើតអីមួយហើយគេចាត់គេហៅវិធីយ៉ាងណាហុញអាហ្នឹងឲ្យទៅជាផលិតផលហុញអាហ្នឹងឲ្យទៅជាសេវាកម្មឬក៏ធ្វើអាហ្នឹងឲ្យទៅជា concept អីមួយដែលគេអាចថ្ងៃក្រោយទៅគេរកលុយពីហ្នឹងបានទៀតអានេះជាចំណុចខុសគ្នាពីព្រោះអ្នកដែលគេរកស៊ីគេសម្លឹងមើលឱកាសដែលអាចចំណេញលុយនិយាយចំហ្មងគឺឱកាសចំណេញលុយបើមិនចំណេញឥឡូវទេគឺចំណេញថ្ងៃក្រោយដល់ពេលដែលយើងរៀនគិតតាមគេដែរទៅទោះបីជាវាមិនលយដូចគេមិនត្រូវទាំងអស់ដូចគេក៏យើងអាចកែប្រែពីអាការលក្ខណៈធ្វើ free ដូចពីមុនដែរចំណុចទី3គឺជាភាសាអង់គ្លេសគេហៅថា shiny object syndrome ដូចអញ្ចឹងហើយដូច shiny object syndrome អាហ្នឹងគឺអ្នករកស៊ីគឺជួបទាំងអស់គ្នាគឺពួកគាត់មានគំនិតថ្មីច្រើនពេករហូតតតែគាត់ផឹងចាប់អាថ្មីហ្នឹងផ្លិចរបស់ដែលរកលុយបានហើយខ្ញុំក៏ជួបអញ្ចឹងដែរឧទាហរណ៍ថាឥឡូវខ្ញុំមានគំនិតមួយថាចង់ធ្វើ channel ថ្មីដល់ពេលដែលខ្ញុំទៅផ្ដោតធ្វើអា channel ថ្មីដែលអត់ទាន់បានលុយនោះខ្ញុំផ្លិចអា channel ធំដែលរកលុយបានរាល់ថ្ងៃនេះដល់ពេលអញ្ចឹងដល់ពេលអា channel ទូចថ្មីហ្នឹងវាអត់ដើរអាក្រោយនេះក៏ចាប់ផ្ដើមធ្លាក់ចោលដែរអញ្ចឹងវាធ្វើឲ្យយើងបរាជ័យអញ្ចឹងអ្នកដែលគេរកស៊ីយូរឆ្នាំគឺគេផ្ដោតទៅលើអីមួយច្បាស់លាស់បើសិនយើងអត់មានកន្លែងផ្ដោតទេយើងឲ្យតែឃើញណារៀងតំណងគឺយើងចាប់ផ្ដើមយកមកធ្វើអានឹងវាប៉ះពាល់ឆ្នាំដំបូងដែលខ្ញុំចេញធ្វើហ្នឹងខ្លួនឯងហ្នឹងគឺខ្ញុំជួបបញ្ហាហ្នឹងច្រើនពួកយើងវាចេះតែមានអីថ្មីយើងចង់សាកល្បងរហូតក៏ប៉ុន្តែនៅពេលដែលយើងសាកគឺយើងប៉ះពាល់អាឆ្នាំងបាយយើងដែលកំពុងតែមាននេះអញ្ចឹងខ្ញុំក្នុងឆ្នាំទី2នេះគឺខ្ញុំកាត់បន្ថយអាហ្នឹងមែនតើណាត្រូវតែកាត់បន្ថយហើយយើងផ្ដោតទៅលើតែរបស់ណាដែលអាចរកចំណូលបានទេឥឡូវនេះគឺ YouTube នៅតែជា channel មួយល្អរបស់ខ្ញុំទៅដែរហើយការបង្រៀនថ្នាក់បង្រៀនក៏នៅតែល្អដែរហើយសភៅមិនសូវល្អទេឥឡូវនេះមិនដឹងថាមកពីបញ្ហាអីអាចដោយសារតែខ្ញុំអត់មានពេលប្រម៉ូទគ្រប់គ្រាន់ឬក៏ចំនួន fan ចំនួនអ្នកអានហ្នឹងគឺមានតែប៉ុណ្ណឹងអញ្ចឹងសភៅរៀងធ្លាក់ចុះហើយចំពោះការធ្វើ content premium នេះខ្ញុំទើបតែចាប់ផ្ដើមទេអញ្ចឹងអត់ទាន់មើលដឹងថាវាទៅណាទៅណីទេខ្ញុំធ្លាប់សរសេរអត្ថបទមួយនៅលើ Facebook ខ្ញុំថាបើសិនជាយើងជប់ធ្វើការហើយជប់ធ្វើការឲ្យគេហើយអត់ចាំបាច់ធ្វើ freelance ទៀតទេហើយខ្ញុំទទួលការរិះគន់ពីអ្នកដែលគាត់ធ្វើជា freelancer ផ្សេងទៀតដែលគាត់គិតថាខ្លួនយើងធ្វើមិនដើរយើងចោលមិនសៀតខ្លួនឯងក៏យើងមកបដៅគេកុំឲ្យធ្វើខ្ញុំយល់ហើយខ្ញុំក៏អត់បានឆ្លើយតបពីដែរនៅពេលហ្នឹងព្រោះយើងជាប់រវល់ច្រើនហើយឆ្លើយឆ្លុះគ្នាលើ Facebook នេះវាគ្មានបានលុយស្អីទេថាលើ YouTube ទៅធ្វើវីដេអូឆ្លើយឆ្លងទៅបានលុយចំពោះកន្លែងនេះខ្ញុំចង់បញ្ជាក់បើសិនជាអ្នកនរយកទៅគិតក៏យកទៅ freelancer ហ្នឹងបានន័យថាម៉េចបានន័យថាយើងទទួលបច្ចេកពីគេសម្រាប់គេចាត់ទុកយើងជាបុគ្គលិកដែលមិនចាំបាច់ជាប់កុងត្រាមិនចាំបាច់បង់លុយថ្លៃបសសថ្លៃអីឲ្យយើងអាចគិតថាខ្លួនយើងគឺមិនមែនជាបុគ្គលិកគេទេតែយើងកំពុងធ្វើការឲ្យគេយើងកំពុងតែទៅបង្កើត business ឲ្យគេយើងរកប្រាក់ចំណេញឲ្យគេហើយគេចែកឲ្យយើងមកកប៉ាក់អានេះជាចំណុចដែលខ្ញុំមើលឃើញពួកខ្ញុំធ្វើ freelancer ច្រើនឆ្នាំហើយធ្វើតាំងពីនៅរៀនក្នុងសាកលហើយជាឆ្នាំទី3ខ្ញុំចាប់ដើមធ្វើ freelancer ពេលហ្នឹងធ្វើជា web designer យើងសេ code HTML ឲ្យគេហើយចាប់ពីហ្នឹងមកគឺចាប់ដើមធ្វើតាក់ទងនឹង design ច្រើន design រូប design logo គឺធ្វើច្រើនហើយសួរថាតើអ្វីដែលយើងប្រឹងធ្វើទាំងអស់ហ្នឹងវាបានជួយអីគេខ្លះមកដល់ឥឡូវនេះគឺអត់មានបានជួយទេក្រៅពីមានបទពិសោធន៍ដើម្បីនិយាយអួតគេហ្នឹងវាអត់មានទេហើយបទពិសោធន៍ទាំងអស់ហ្នឹងបទពិសោធន៍ freelance ហ្នឹងក៏មិនបានមកជួយអីដល់ការបង្កើតជាមុខរបរខ្លួនឯងនេះដែរអញ្ចឹងខ្ញុំអាចថាខ្ញុំអាត្មានិយមខ្ញុំមើលឃើញថាតើតើជារបស់យើងបានអាការប្រឹងប្រែងរបស់យើងហ្នឹងវាទទួលបានលទ្ធផល
អ្នកខ្លះគេអត់គិតចឹងទេអ្នកខ្លះគេគិតថាបើសិនជា client របស់គេជោគជ័យអានឹង business គេជោគជ័យខ្ញុំអត់មើលឃើញចឹងទេ client ខ្ញុំជោគជ័យក៏ដោយគឺជាជោគជ័យរបស់គេអត់មានតាក់ទងអីខ្ញុំទេខ្ញុំនៅតែជា freelancer អង្គុយរក project ធ្វើដដែលហើយប្រហែលជាអ្នកដែលគេរិះគន់គំនិតរបស់ខ្ញុំហ្នឹងត្រូវដែរប្រហែលយើងចោលមកសៀរឿង freelance ហ្នឹងបានជាយើងមើលមិនឃើញថា freelance ជាចំណុចល្អសម្រាប់ខ្ញុំរបស់ដែលជាកម្មសិទ្ធិរបស់យើងអាហ្នឹងទៅជារបស់ដែលយើងគួរតែប្រឹងអានេះជាយោបល់របស់ខ្ញុំទេតែមិនថាអ្នកណាត្រូវឬក៏ខុសទេធ្វើយ៉ាងណាកុំឲ្យតែយើងដាច់លុយទៅបានហើយដាច់លុយចុងខែបានហើយព្រោះការដែលខ្ញុំធ្វើ freelancer ហ្នឹងមួយខែយើងបានបច្ចេកធ្វើ1ឬក៏2យ៉ាងទៅបើបានបច្ចេកធំទៅគឺយើងសល់លុយទិញនេះទិញនោះហើយការហ្នឹងគឺចាយខ្ជះខ្ជាយសល់ក៏វាមិនដឹងយកទៅធ្វើអីដែរគ្មានទៅចេះអីសំមាសអីទេទិញយ៉ាងច្រើនណោះទៅទិញរបស់យកមកប្រើសាកល្បងដូចជាគ្រឿង technology អញ្ចឹងទិញឲ្យប្រើមកើតបោះចោលទៅទិញ laptop ទិញអីយកមកធ្វើប៉ុន្តែសុទ្ធតែការខ្ចាយខ្ជះខ្ជាយទាំងអស់ចំណុចចុងក្រោយគេខ្ញុំចង់និយាយដែរតាក់ទងជាមួយនឹងគ្រួសារបើសិនជាយើងមានគ្រួសារព្យាយាមធ្វើយ៉ាងណាឲ្យពួកគាត់ចូលរួមជាមួយអាការប្រឹងប្រែងបង្កើតមុខរបររបស់យើងនឹងកុំរុញគាត់ចេញកុំធ្វើម្នាក់ឯងទោះបីជាគាត់អត់មានជំនាញធ្វើក៏ដោយព្យាយាមទាញគាត់ចូលមកឲ្យធ្វើទាំងអស់គ្នាមូលហេតុគឺដើម្បីរក្សាទំនាក់ទំនងបើសិនយើងប្រឹងម្នាក់ឯងពេកយើងអត់មានពេលគ្រប់គ្រាន់ហើយគាត់អត់ដឹងថាយើងកំពុងធ្វើអីអានឹងទំនាក់ទំនងយើងឃ្លាតឆ្ងាយឯងនៅផ្ទះជាមួយគ្នាតែអត់បានយល់ពីគ្នាវាឃ្លាតឆ្ងាយខ្ញុំឲ្យប្រពន្ធខ្ញុំទៅធ្វើការខ្ញុំប្រាប់គាត់ថាឲ្យមកជួយព្រោះខ្ញុំម្នាក់ឯងហត់អត់រួចខ្ញុំនិយាយចឹងហើយណាមួយទៀតចង់ឲ្យគាត់មើលឃើញថាយើងធ្វើអីគេខ្លះយើងធ្វើអីដើម្បីរកលុយបានបើសិនជាថ្ងៃក្រោយយើងមានបញ្ហាទៅគឺគាត់អាចរ៉ាប់រងទាំងអស់នឹងបានខ្ញុំអត់ចង់ធ្វើម្នាក់ឯងហើយដល់ពេលដែលមានបញ្ហារបស់នោះវាជាប់គាំងយូរទេដូចជាឧទាហរណ៍ថាខ្ញុំឈឺចុះណាបើសិនជាឈឺដេកពេទ្យមួយខែបានណាគេធ្វើអញ្ចឹងបើសិនជាគាត់អាចយល់ខ្លះអញ្ចឹងគាត់អាចធ្វើបានអានេះគ្រាន់តែជាការមើលឃើញរបស់ខ្ញុំទេខ្ញុំគិតថាគ្រួសារគួរតែធ្វើបើសិនជាធ្វើការឲ្យគេអាហ្នឹងទៅធ្វើការផ្សេងគ្នាចោះតែបើសិនជាមានមុខរបរនៅផ្ទះហើយគួរតែប្រឹងទាំងអស់គ្នាដើម្បីឲ្យមុខរបរហ្នឹងវាកាន់តែរីកធំហើយយើងអាចផ្គត់ផ្គង់ខ្លួនឯងបានបើសិនជាម្នាក់ប្រឹងធ្វើការឲ្យខ្លួនឯងហើយឥឡូវខ្ញុំឧទាហរណ៍ផ្ទាល់ខ្ញុំថាខ្ញុំប្រឹងធ្វើការឲ្យខ្លួនឯងស្រាប់ប្រពន្ធខ្ញុំទៅធ្វើការឲ្យគេអញ្ចឹងវាមិនសមណាគាត់ទៅប្រឹងធ្វើការឲ្យគេហ្នឹងវាបានប្រមាណទៅព្រោះយើងត្រូវការផ្គត់ផ្គង់ក្នុងគ្រួសារហើយខ្ញុំនិយាយចំមិនមែនគ្រាន់តែចង់បានការងារធ្វើដើម្បីកុំឲ្យគេថាយើងអត់ប្រយោជន៍នៅផ្ទះទេនៅផ្ទះមិននៅផ្ទះក៏ដោយខ្ញុំមើលឃើញថាយើងត្រូវការចំណូលច្រើនអញ្ចឹងត្រូវតែរើសយកអាផ្លូវណាមួយដែលរកលុយបានច្រើនអ្វីដែលខ្ញុំធ្វើបានច្រើនជាងប្រាក់ខែអញ្ចឹងគួរតែធ្វើហើយមួយទៀតដែរខ្ញុំគិតថាបើសិនជាគាត់ធ្វើការយូរតិចទៅគង់តែជួបកន្លែងដូចខ្ញុំទេគឺមើលឃើញថាការប្រឹងប្រែងរបស់យើងហ្នឹងវាអត់មានបានតម្លៃអីទេដល់ពេលដែលគេដេញចោលគេដេញចោលពេលណាដែលគេចង់ឈប់ប្រើគេឈប់ប្រើយើងគ្រាន់តែជាបុគ្គលិកខ្ញុំកន្លែងនេះរៀងដូចជាអវិជ្ជមានណាសម្រាប់ការងារដោយសារតែខ្ញុំធ្វើការចំជំនាញ creative មែនក៏ប៉ុន្តែអ្វីដែលខ្ញុំទទួលបានពីការងារហ្នឹងវាទៅជាធ្វើឲ្យយើងមើលឃើញការងារអត់សូវល្អវិញខ្ញុំអត់ប្រកាន់រឿងគេកាច់កង់គ្នាប៉ែងជើងគ្នានៅកន្លែងការងារទេកន្លែងតុកសិចអីណាគឺខ្ញុំអត់សូវខ្វល់ទេរឿងហ្នឹងព្រោះខ្ញុំគិតថាតុកសិចក៏ដោយបើសិនយើងអាចគ្រប់គ្រងស្ថានភាពឬគ្រប់គ្រងការងារយើងបានវាអត់បញ្ហាទេតែបើសិនជាទៅដល់យើងធ្វើហើយវាអត់មានបានអីមកខ្លួនយើងអត់អាចរកអត្ថន័យពីការងារបានទៀតអាហ្នឹងបានវាពិបាកដោយការងាររបស់ខ្ញុំធ្វើការជា UX designer វាសមតែខ្លួនខ្ញុំហ្នឹងពេញចិត្តនឹងស្នាដៃរបស់យើងហ្នឹងតែដល់ពេលដែលធ្វើចេញហើយទៅក៏មិនដឹងថាយកទៅធ្វើអីហើយខ្ញុំនិយាយជាមួយអ្នកធ្វើការជាមួយគ្នាគាត់ជនជាតិបរទេសខ្ញុំថាការងាររបស់ខ្ញុំហងៃនេះ bullshit ចំតួវាអត់មានបានប្រយោជន៍អីទេហើយគាត់មើលមុខខ្ញុំគាត់ឆ្ងល់ថាយើងនិយាយអីចឹងពីព្រោះអាហ្នឹងជាការងារជំនាន់ថ្មីមួយវាទៅតែមានថ្មីនៅក្នុងស្រុកខ្មែរដោយសារតែយើងវាអត់មានមើលអត់ឃើញអត្ថន័យអញ្ចឹងធ្វើការសូវពេញចិត្តទេ
Chẳngខ្ញុំមានប៉ុណ្ណឹងនៅក្នុងវីដេអូនេះហើយវីដេអូនេះខ្ញុំចង់ឲ្យអ្នកនរគ្នាឃើញដែរថានៅពេលដែលយើងនិយាយអត់មាន script គឺវាអញ្ចឹងខ្ញុំនិយាយ script ទេឥឡូវហ្នឹងដោយសារតែនឹកឃើញចង់ថតគឺថតយកបើសិនជាមាន script ត្រឹមត្រូវការនិយាយរបស់ខ្ញុំគឺមានកលៈល្អជាងព្រោះយើងបានគិតមកហើយមកតង់ឥឡូវនេះគឺខ្ញុំនិយាយទៅតាមការនឹកឃើញរបស់ខ្ញុំតាក់ទងនឹងរឿងទាំងអស់ហ្នឹងព្រោះវាជាបទពិសោធន៍ផ្ទាល់ខ្លួនវានៅក្នុងនេះគ្រាន់តែយើងអត់ទាន់បានរៀបវាចេញជាជួរស្រួលអ្នកនរគ្នាមើលចឹងរៀងវល់តិចឯងវីដេអូនេះតែសង្ឃឹមថាអ្នកនរគ្នាដែលកំពុងតែមានអារម្មណ៍ថាចង់ឈប់អាចយកទៅគិតឬក៏ត្រៀមខ្លួនបានជាចុងក្រោយបើសិនជាអ្នកនរគ្នាចង់ឈប់ហើយមានអារម្មណ៍ថាខ្លាចកុំខ្លាចខ្លាំងពេកជួនកាលអាការខ្លាចហ្នឹងវាធំជាងរបស់ដែលវាអាចកើតឡើងដល់ពេលដែលយើងខ្លាចទៅយើងរកអត់ឃើញដំណោះស្រាយទេពេលដែលជួបបញ្ហាខួរក្បាលយើងចាប់ផ្ដើមដើរគឺយើងរកដំណោះស្រាយឃើញបន្តបន្ទាប់រហូតដូចពេលដែលខ្ញុំឈប់ហើយប្រហែលខែដាច់លុយអញ្ចឹងគឺខ្ញុំវល់ខ្លាំងអត់ដឹងថាត្រូវធ្វើម៉េចទេតែនៅពេលដែលយើងទ្រាំតែបន្តិចទេយើងចេះតែរកឃើញដំណោះស្រាយផ្សេងទៀតដល់ពេលដែលអ្នកនរគ្នាធ្វើការឲ្យខ្លួនឯងយើងខ្លាយទៅជាមនុស្សដែលមានភាពច្នៃប្រឌិតហើយអញ្ចឹងកុំភ័យខ្លាំងពេកអាភាពច្នៃប្រឌិតរបស់យើងហ្នឹងគង់តែជួយយើងទេអរគុណសម្រាប់ការមើលវីដេអូមួយនេះចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀតពេលណាដែលខ្ញុំដេកអត់លក់ពេលយប់